សង្គ្រាមលោកលើកទី1អាមេរិកឈានជើងចូលក្នុងសង្គ្រាមរុស្ស៊ីដកខ្លួនថយនៅពេលដែលសង្គ្រាមលោកលើកទី1ចាប់ផ្ទុះឡើងនៅឆ្នាំ1914កងទ័ពអាល្លឺម៉ង់ត្រូវប្រឈមមុខនឹងសមរភូមិទាំងពីរទិសគឺបារាំងដែលមានជំនួយពីអង់គ្លេសនៅទិសខាងលិចនិងចក្រភពរុស្ស៊ីនៅទិសខាងកើតនៅដើមខែសីហាឆ្នាំ1914អាល្លឺម៉ង់បានលើកទ័ពវាយសម្រុកចូលតាមប្រទេសបេសិកសម្ដៅទៅកាន់ប្រទេសបារាំងក៏ប៉ុន្តែនៅពេលជាមួយគ្នាអាល្លឺម៉ង់ត្រូវបងវ៉ែកងទ័ពមួយផ្នែកធំយកទៅទប់ទល់នឹងកងទ័ពរុស្ស៊ីដែលវាយលុកចូលនៅក្នុងតំបន់ប៉ែកខាងកើតអាល្លឺម៉ង់នៅក្នុងដែនដីប៉ូឡូញដែលស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់នៅចុងខែសីហាកងទ័ពអាល្លឺម៉ង់ដោយមានជំនួយពីទ័ពអូទ្រីសបានវាយបំបាក់កងទ័ពរុស្ស៊ីលែងឲ្យរុលទៅមុខទៀតបានក៏ប៉ុន្តែការបំបែកកងទ័ពជាពីរព្រួញបានធ្វើឲ្យកងទ័ពអាល្លឺម៉ង់ត្រូវធ្លាក់ចុះខ្សោយនៅក្នុងសមរភូមិប៉ែកខាងលិចហើយត្រូវកងទ័ពបារាំងដែលមានជំនួយពីកងទ័ពអង់គ្លេសវាយទប់ស្កាត់មិនឲ្យវាយលុកចូលកាន់កាប់ក្រុងប៉ារីសបាននៅក្នុងរយៈពេល3ឆ្នាំបន្តមកទៀតសង្គ្រាមលោកលើកទី1ត្រូវស្ថិតនៅក្នុងស្ថានភាពគ្មានអ្នកឈ្នះគ្មានអ្នកចាញ់នៅខាងលិចកងទ័ពអាល្លឺម៉ង់និងកងទ័ពបារាំងប្រឈមមុខដាក់គ្នានៅក្នុងសង្គ្រាមលេណដ្ឋានចំណែកនៅឯសមរភូមិខាងកើតវិញទាហានអាល្លឺម៉ង់និងទាហានរុស្ស៊ីបានវាយរុញច្រានគ្នាទៅវិញទៅមកដោយគ្មានខាងណាអាចវាយបំបាក់គូបដិបត្តិឲ្យបរាជ័យទាំងស្រុងបានក៏ប៉ុន្តែនៅចុងឆ្នាំ1917ការវិវត្តដ៏សំខាន់មួយបានកើតឡើងនៅសមរភូមិខាងកើតប្រជាជនរុស្ស៊ីដែលភាគច្រើនជាកម្មករនិងកសិករក្រីក្រចាប់ផ្ដើមធុញទ្រាន់នឹងសង្គ្រាមកាន់តែខ្លាំងហើយចលនាប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការរុស្ស៊ីកើតមានកាន់តែច្រើនរហូតផ្ទុះទៅជាចលនាបដិវត្តផ្ដួលរំលំស្ដេចសារនីកូឡាទី2និងបង្កើតទៅជារបបកុម្មុយនីសដឹកនាំដោយលេនីននៅខែតុលាឆ្នាំ1917គ្រាន់តែបានឡើងកាន់អំណាចភ្លាមលេនីនបានសម្រេចឲ្យរុស្ស៊ីដកខ្លួនចេញពីសង្គ្រាមលោកលើកទី1ដោយបានចុះយុទ្ធសន្តិភាពជាមួយនឹងអាល្លឺម៉ង់និងសម្ព័ន្ធមិត្តនៅខែធ្នូឆ្នាំ1917ការដកខ្លួនថយរបស់រុស្ស៊ីធ្វើឲ្យអាល្លឺម៉ង់ធូរចិត្តនិងធូរកម្លាំងច្រើនហើយអាចបង្វែរកងកម្លាំងទ័ពយកទៅប្រមូលផ្ដុំនៅសមរភូមិខាងលិចគឺនៅប្រទេសបារាំងក៏ប៉ុន្តែនៅពេលនោះបកសម្ព័ន្ធបារាំងនិងអង់គ្លេសធ្វើត្បិតតែបាត់បង់រុស្ស៊ីមួយតែបានទទួលជំនួយពីប្រទេសមួយថ្មីមកជំនួសវិញគឺសហរដ្ឋអាមេរិកដែលចូលអន្តរាគមន៍នៅក្នុងសង្គ្រាមលោកលើកទី1នៅក្នុងឆ្នាំ1917នោះដែរចាប់តាំងពីមុនពេលផ្ទុះសង្គ្រាមលោកលើកទី1សហរដ្ឋអាមេរិកដែលយល់ថាខ្លួនជាប្រទេសនៅដាច់ឆ្ងាយពីគេហើយមានមហាសមុទ្រធំពីរនៅសងខាងដើម្បីជាខែលការពារខ្លួនតែងតែប្រកាន់យកនៅនយោបាយការពារជាតិនិងនយោបាយការបរទេសដែលឈរលើមនោគមវិជ្ជាឯកោនិយមពលគឺអាមេរិកមិនលូកដៃចូលទៅធ្វើអន្តរាគមន៍នៅបរទេសដើម្បីបញ្ជៀសកុំឲ្យនាំបញ្ហាដល់សន្តិសុខជាតិរបស់ខ្លួននៅពេលដែលសង្គ្រាមលោកលើកទី1ផ្ទុះឡើងនៅឆ្នាំ1914រហូតដល់ឆ្នាំ1917លោក Woodrow Wilson ប្រធានាធិបតីអាមេរិកបានព្យាយាមរក្សាជំហរអព្យាក្រឹតដើម្បីបញ្ជៀសកុំឲ្យអាមេរិកផុងខ្លួននៅក្នុងសង្គ្រាមលោកជាមួយនឹងអឺរ៉ុបពលរដ្ឋអាមេរិកភាគច្រើនដែលប្រកាន់ជំហរសន្តិភាពនិយមក៏បានគាំទ្រជំហរអព្យាក្រឹតនេះដែរក៏ប៉ុន្តែដែលទាញឲ្យអាមេរិកធ្លាក់ចូលនៅក្នុងសង្គ្រាមលោកលើកទី1គឺអាល្លឺម៉ង់ដែលចង់ខ្ចប់ដង្ហើមសេដ្ឋកិច្ចអង់គ្លេសបានប្រើនាវាមួយទឹកធ្វើការវាយប្រហារដោយឥតហ្វឹកមុខទៅលើនាវាដឹកទំនិញដែលធ្វើដំណើរចូលប្រទេសអង់គ្លេសនៅខែឧសភាឆ្នាំ1915នាវាមួយទឹកអាល្លឺម៉ង់បានបាញ់ពន្លិចនាវាដ៏ធំមួយរបស់អង់គ្លេសបណ្ដាលឲ្យស្លាប់អ្នកដំណើរជាង 1000 នាក់នៅក្នុងនោះរួមមានពលរដ្ឋអាមេរិក120 នាក់ហេតុការណ៍នេះបានបង្កឲ្យមានភាពតានតឹងផ្នែកការទូតរវាងអាមេរិកនិងអាល្លឺម៉ង់ក៏ប៉ុន្តែក្រៅពីការធ្វើតវ៉ាតាមផ្លូវទូតអាមេរិកមិនបានចាត់វិធានការអ្វីទៅអាល្លឺម៉ង់វិញនោះទេតែទោះជាយ៉ាងណាពលរដ្ឋអាមេរិកវិញដែលធ្លាប់តែប្រកាន់ជំហរសន្តិភាពនិយមក៏ចាប់ផ្ដើមមានគំនិតប្រឆាំងនឹងអាល្លឺម៉ង់នៅខែមករាឆ្នាំ1917នៅពេលដែលសង្គ្រាមនៅអឺរ៉ុបអូសបន្លាយពេលកាន់តែយូរជាងការរំពឹងទុកអាល្លឺម៉ង់ដែលចង់កាត់ផ្ដាច់
ផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់បច្ឆាមិត្តដែលបានប្រកាសបង្កើនការវាយប្រហារដោយឥតរើសមុខទៅលើរាល់នាវាទាំងអស់ដែលធ្វើដំណើរចេញចូលប្រទេសជាប់សង្គ្រាមដែលមានន័យថានាវាបើឆ្លងកាត់មហាសមុទ្រអាត្លង់ទិករវាងសហរដ្ឋអាមេរិកនិងអង់គ្លេសក៏នឹងត្រូវទទួលរងនឹងការវាយប្រហារដោយមិនប្រាប់ជាមុននោះដែរ3ថ្ងៃក្រោយការប្រកាសនេះអាមេរិកក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងអាល្លឺម៉ង់ក៏ប៉ុន្តែនៅមិនទាន់ចូលអន្តរាគមន៍នៅក្នុងសង្គ្រាមរហូតដល់ខែមេសាឆ្នាំ1917នៅក្រោយពេលដែលនាវាមួយទឹកអាល្លឺម៉ង់បាញ់ពន្លិចនាវាដឹកទំនិញ4គ្រឿងរបស់អាមេរិកទើបលោកប្រធានាធិបតី Wilson ស្នើកោះប្រជុំសភាអាមេរិកជាបន្ទាន់ដើម្បីប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅខែវិច្ឆិកាឆ្នាំដដែលទាហានអាមេរិកបានចាប់ផ្ដើមធ្វើដំណើរចូលទៅដល់ប្រទេសបារាំងដើម្បីជួយទាហានបារាំងនិងអង់គ្លេសវាយទប់ទល់នឹងទាហានអាល្លឺម៉ង់តាមពិតនៅពេលនោះអាមេរិកមិនទាន់ជាមហាអំណាចយោធាដោយបណ្ដាប្រទេសអឺរ៉ុបនោះទេទាហានអាមេរិកមានចំនួនក៏តិចមិនសូវមានការវឹកវើនិងបទពិសោធន៍នៅក្នុងការធ្វើសង្គ្រាមហើយក៏មិនសូវមានអាវុធយុទ្ធភ័ណ្ឌទំនើបប៉ុន្មានដែរក៏ប៉ុន្តែអន្តរាគមន៍របស់អាមេរិកគឺជារបត់ដ៏សំខាន់មួយនៃសង្គ្រាមអាមេរិកធ្វើត្បិតតែមានទាហានតិចក៏ប៉ុន្តែមានសមត្ថភាពកេណ្ឌទ័ពបានរាប់លានអ្នកនៅក្នុងពេលដ៏ខ្លីម្យ៉ាងទៀតនៅក្នុងពេលដែលទាហានអឺរ៉ុបទាំងទាហានបារាំងនិងអង់គ្លេសនិងទាហានអាល្លឺម៉ង់សុទ្ធតែទទួលរងនឹងការខូចខាតយ៉ាងដំណំទាំងផ្លូវកាយនិងផ្លូវចិត្តពីការវាយប្រយុទ្ធគ្នាដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់អស់រយៈពេលជាង3ឆ្នាំមកហើយនោះទាហានអាមេរិកវិញក៏ជាកម្លាំងថ្មីដោយសារតែមានជំនួយពីកម្លាំងថ្មីនេះហើយទើបបារាំងនិងអង់គ្លេសចាប់ផ្ដើមមានប្រៀបលើសមរភូមិនៅខែសីហាឆ្នាំ1918កងទ័ពសម្ព័ន្ធមិត្តក៏ចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ជ្រោយធំវាយរុញច្រានកងទ័ពអាល្លឺម៉ង់ឲ្យដកថយបន្តិចម្ដងចេញពីប្រទេសបារាំងអាល្លឺម៉ង់ទទួលរងបរាជ័យស្ទើរតែគ្រប់សមរភូមិក៏សុកចិត្តចរចាសុំចុះចាញ់ហើយចុះហត្ថលេខាលើបទឈប់បាញ់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1918មុននឹងឈានចូលទៅចុះសន្ធិសញ្ញាសន្តិភាពនៅទីក្រុងវ៉ាសៃប្រទេសបារាំងដើម្បីបញ្ចប់សង្គ្រាមលោកលើកទី1ជាផ្លូវការនៅថ្ងៃទី28ខែមិថុនាឆ្នាំ1919